សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបុរសម្នាក់នេះគាត់កំពុងតែកាន់ស្រូវអាម៉េចទេហើយស្រូវគាត់គឺជាស្រូវចាស់បងប្អូនមើលទៅអង្ករនេះគឺដឹងហើយរាងលឿងមិនសូវជាសដូចអង្ករស្រូវថ្មីនោះទេនេះគឺជាសកម្មភាពស្រូវដែលកិនចេញជាអង្ករចេញពីម៉ាស៊ីនបងប្អូនមើលនេះស្រូវពិតជាធ្លាក់ចូលក្នុងម៉ាស៊ីនលឿនខ្លាំងមែនតែនមើលទៅដូចជាទឹកហូរអញ្ចឹងបងប្អូនមើលហើយមានអារម្មណ៍យ៉ាងណាហេពួកខ្ញុំអត់អីទេកិនហើយបុរសម្នាក់នេះក៏បានចាក់កន្ទក់ចេញដោយសារតែកន្ទក់ពេញបំពង់ទៅហើយរួចគាត់ក៏ដាក់វិញកិនម្ដងទៀតបុរសម្នាក់នេះគាត់កំពុងតែដួសអង្ករចេញពីថាសមួយទៅថាសមួយដោយសារតែវាពេញហើយរួចហើយបុរសម្នាក់នេះគាត់ក៏បានថតមុខខ្លួនឯងអញមិនឃើញអត់ចង់ហើយគាត់មិនដឹងជាធ្វើស្អីទេប៉ះម៉ាស៊ីនចុះម៉ាស៊ីនឡើងបន្ទាប់មកម៉ាស៊ីនរបស់គាត់ក៏ខូចបុរសម្នាក់នោះក៏បានដោះម៉ាស៊ីនដោះចុះដោះឡើងហើយនឹងដាក់វិញទៀតដាក់ចុះដាក់ឡើងទាល់តែល្អឡើងវិញហើយចាំមើលវាតហើយទៅមុខទៀតក៏បានសាក់បាក់ម៉ាស៊ីននោះម្ដងទៀតរួចគាត់ក៏កាន់ម្ដងទៀតឃើញថាអង្គបានចេញជាធម្មតាវិញហើយអញ្ចឹងបុរសម្នាក់នោះគាត់បានកាន់អង្គ2ដងដោយសារតែបើកាន់តែម្ដងគឺវាលឿងមិនសទេមិនស្រួលខ្លួនទេចាប់ចំណងទៅស្រោចទឹកដូច្នេះហើយបុរសម្នាក់នេះក៏បានកាន់អង្គ2ដងដើម្បីឲ្យវាសមកដល់កន្លែងនេះបុរសបានចង្អុលបង្ហាញប្រៀបធៀបអង្គដែលកាន់2ដងនិងកាន់ម្ដងជាចុងក្រោយនេះបើសិនជាបងប្អូនចង់ទិញអង្គឬទិញស្រូវកុំភ្លេចติดต่อមកខ្ញុំបាទតាមលេខទូរស័ព្ទក៏បានតាម Telegram ក៏បានឬតាម Page ក៏បានសូមអរគុណ